វីដេអូនេះខ្ញុំមកប្រាប់បងប្អូនអំពីរបៀបធ្វើការ cover ចម្រៀងតាមបទតែល្បីឬបទដែលកំពុងពិរោះដែលបងប្អូនចង់យកលំនាំតាមឬក៏ melody តាមហ្នឹងណាហើយបញ្ជាក់ម្ដងទៀតវីដេអូនេះក៏សូមហាមផងដែរថាបើសិនជាយើងធ្វើការ cover ចម្រៀងបានហើយមិនថាជាស្នាដៃគេទេយើងទៅឲ្យ credit គេផងឬក៏យើងអាចផុសកំសាន្តសប្បាយធម្មតាទៅកុំដូចជនខិលខូចមួយចំនួនដែលគាត់ cover បទគេបានហើយគាត់យកទៅដាក់ជាកម្មសិទ្ធិបញ្ញារបស់គាត់ជាប់ copyright ពេញទៅនឹងសូររបស់ខ្លួនឯងផងយករបស់គេទៅ cover សោះដាក់ copyright ដែរអញ្ចឹងទង្វើហ្នឹងគឺជាទង្វើថោកទាបបំផុតបងប្អូនត្រូវជៀសវាងណាកន្លែងហ្នឹងតោះឥឡូវយើងមកធ្វើការ cover បទចម្រៀងឥឡូវចង់ដឹងថា cover បានខ្ញុំចាក់បងប្អូនមើលសិនអូខេមិនវិញឆ្ងាយច្រើនទេជំហានដំបូងដែលអ្នកនរគ្នាត្រូវធ្វើហ្នឹងគឺយើងចូលទៅកាន់ YouTube មកហើយយើងទៅ search បទចម្រៀងណាដែលយើងគិតថាយើងចង់ cover អញ្ចឹងណាអូខេឧទាហរណ៍ខ្ញុំយកបទលោកជុំលីណូបងប្រុសជុំលីណូបទនេះបងប្អូនធ្លាប់ស្ដាប់ហើយខ្ញុំយកបទហ្នឹងហើយខ្ញុំធ្វើការ download ជា MP3 អញ្ចឹងយើង download ជា MP3 ងាយស្រួលទេ copy ទៅ link នេះមកយើងចូលមកកាន់នេះ browser ទៀតយើងបើកនេះsearch តាមហ្នឹងមកនេះបើដឹង search មិនយើងចូលមកកាន់កន្លែងនេះយើងនេះ Y2 mate មកយើង download បានហើយយើង download ជា MP3 ឥឡូវខ្ញុំ download បានហើយបន្តទៀតគឺខ្ញុំទៅធ្វើការកែបទចម្រៀងនឹងសិនតោះដើម្បីកែបានបងប្អូនចូលកម្មវិធីអីក៏បានដែរ CapCut ឬក៏ស្អីក៏បានដែរហើយយើងអាចមាន function ហើយខ្ញុំបើក CapCut របស់ខ្ញុំផ្លាប់ CapCut ហើយខ្ញុំចូលទៅយកចម្រៀងខ្ញុំធ្វើការ download ហ្នឹងណាសារវាកុងគ្នាខ្ញុំយកមុនហើយចាប់ទាញយកមកដាក់កន្លែងនេះមកអូខេអញ្ចឹងជំហានដំបូងគឺយើងទៅធ្វើការសេរី speed ចម្រៀងយើងសិនដំបូងយើងបន្ថយ volume វានេះ volume វាយើងបន្ថយវាមកយើងកុំដាក់វាលឺពេកអញ្ចឹងបន្ថយអញ្ចឹងមកបន្តទៀតយើងសេរី speed វាយើងអាចយកចន្លោះពី120ទៅ120ជាងអញ្ចឹងណាហើយដាក់125 120ក៏បានដែរបើយើងដាក់125វារៀងញាប់ពេកឡើយចាក់មើលអូខេញាប់ហើយអញ្ចឹងតបទៀតខ្ញុំចូលទៅកន្លែងមួយទៀតគេហៅថា voice changer អញ្ចឹងយើងដូរសលេងឲ្យវាខុសពីមុនបន្តិចដូរសលេងឲ្យខុសពីម្ចាស់ដើមអញ្ចឹងណាត្រូពាក្យមួយគេដាក់ថា low នេះ low អូខេបានណាហើយយើង export វាមកយើងដោះកន្លែងវីដេអូយើងដាក់ជា MP3 file wave អញ្ចឹងមកដាក់ចំណងជើងអ្នកលក់ប្រហប់ចង់បានប្រពុនដាក់វងចកឲ្យដាក់ low ហើយ save ទៅកន្លែង download ដែរហ្នឹងអូខេខ្ញុំ export មកអូខេបន្ទាប់យើងធ្វើការ export វាបានយើងចូលទៅកាន់ Suno របស់យើងហើយយើងចូលទៅធ្វើការ upload ទៅនេះកន្លែងនេះមាន audio ចុច audio មកចុច upload ហើយទៅកាន់កន្លែងនេះមកនេះមុនយើងអញ្ចឹង upload ចូលមកវាអត់ទាន់ load ឲ្យទេនេះឥឡូវវាពងដើរអញ្ចឹងយើងអាចយក full song ក៏បានដែរចុច continue អញ្ចឹងវាពងដើរចាំបន្តិចតោះយើងតទៀតឥឡូវនេះបន្ទាប់ពីយើងធ្វើការ upload
ចម្រៀងរបស់យើងចូលមកក្នុង Suno ហើយយើងយក lyric យកមកដាក់មកអញ្ចឹង lyric នេះដោយសារវាមាននៅក្នុង Smooth អញ្ចឹងអានេះខ្ញុំវាយខ្លួនឯងដល់ខ្ញុំសរសេរខ្លួនឯងថ្មីបដ ாய் អូកន្លែងនេះខ្ញុំដាក់ intro មួយសិនហាអេអើយហ្នឹងយើងដាក់ intro មកអាហ្នឹងយើងមុនចូលច្រៀងអីគេហាអេអើអើយអញ្ចឹងណាខ្ញុំ copy វាទាំងអស់មកតាមទៀតយើងចូលមកការណាចម្រៀងដែលយើងធ្វើការ upload មុននេះយើងចុចកន្លែង 3 ហ្នឹងមកហើយយើងចុចកន្លែង remix ចុចយក cover អូខេ cover ឡើងនេះកន្លែង lyric នេះយើងដាក់ lyric របស់យើងមកដែលយើងបានសរសេរហើយដាក់ផ្លាច់អូខេអានេះ style របស់គេយើងចង់ keep style នឹងដដែលក៏បានដែរតែខ្ញុំអត់ keep style ទេឥឡូវខ្ញុំយកចេះខ្ញុំ copy style នឹងទុកមួយសិនគេលោខ្ញុំដាក់អានោះវាអត់ល្អទៅខ្ញុំប្រើ style ដើមរបស់គេវិញអូខេអញ្ចឹង style ខ្ញុំអត់ដាក់អីច្រើននេះ style ខ្ញុំដាក់ថាខ្មែរ style male vocal ចម្រៀងប្រុសហើយខ្ញុំដាក់ថា115 VPN អញ្ចឹងBPM ណា BPM tempo របស់វាជាទូទៅបទកន្ទ្រឹមគឺយើងចន្លោះពី115ដល់120ហ្នឹងឯងបទកន្ទ្រឹមអូខេខ្ញុំយក male vocal ហើយនេះបើសិនជាអត់ខ្លាចវាអត់សៀងប្រុសយើងដាក់ male ទៀតមកហើយឥឡូវនេះយើងសេរីចុះសេរីឡើងតិចមកអូខេកន្លែងនេះខ្ញុំប្រើសលេង AI ហ្មងខ្ញុំអត់ប្រើ sample របស់ខ្ញុំទេខ្ញុំមាន voice sample របស់ខ្ញុំតែសលេងខ្ញុំវាដូចអត់សូវបរោះចង់ជិលដាក់សំលេង AI ហ្មងគាត់ដាក់ខ្មែរ style នៅកន្លែង style ហ្នឹងមកអូខេកន្លែងនេះគឺចំណងជើងនៅលោកផកចង់បានប្រពន្ធតោះឥឡូវយើងរួចរាល់ហើយយើងចុច create មកចាំមើលថាតើវាផលិតចម្រៀងដូចអត់ដូច cover អត់ហើយចម្រៀង cover នេះដូចខ្ញុំបានប្រាប់អ្នកនរគ្នាម្ដងហើយម្ដងទៀតថា cover លេងមកកំសាន្តសប្បាយលេងអីធម្មតាទៅក៏មករបៀបយកចេះ cover ចេះអីហើយ cover បត់គេបានហើយយកទៅដាក់ copyright អីណាខ្លួនឯងយើងអត់ឲ្យតម្លៃស្នាដៃគេណាស្នាដៃរៀមច្បងយើងកាអ្វីគេខំនិពន្ធបត់មួយអស់មិនតិចទេគេប្រើខួរក្បាលប្រើ creative របស់គេចេញជាបត់ជំនាញបត់គឺគេចំណាយច្រើនណាទាំងគេហៅថាការគិតប្រាជ្ញារបស់គេហ្នឹងហើយយើងអត់មានទាំងធ្វើស្អីផងគាត់តែយករបស់គេមក cover លេងបានជាបត់ AI លេងទៅដាក់ចាក់ copyright ជាប់របស់គេទៅពីពេញហ្នឹងមកហ្នឹងហៅថាធ្វើអញ្ចឹងគឺអត់ល្អទេឥឡូវខ្ញុំចាក់មើលសិនដែលអត់ទាន់ចប់ទេចាក់មើលសិនទៀតហើយហេយ៉ាងណាស់ខ្ញុំលួចស្រឡាញ់យើងក្រមុំគេមិនព្រមស្ដីព្រោះយើងលោកប្រុសអើយខ្ញុំយកមួយទៀតមកអានេះដូចសលេងគីឡូមកទៀតហើយហេយ៉ាងណាស់ខ្ញុំលួចស្រឡាញ់យើងក្រមុំគេមិនព្រមស្ដីព្រោះយើងលោកប្រុសអើយកាន់ត្រីប្រៃព្រោះយើងលោកប្រុសអើយអូខេតោះអញ្ចឹង cover ខ្ញុំបង្ហាញប៉ុណ្ណេះគាត់ឲ្យចេះហើយទៅតងការដាក់ style ដាក់អីលោកដាក់ខ្លួនឯងទៅណាឧទាហរណ៍យើងចង់មក style ដើមគេនេះដាក់ style ទៅប៉ុណ្ណេះវាចេញ cover បាត់ហើយអញ្ចឹង
cover នៅតែបាន nên trong video này có mọi bên page ប៉ុណ្ណឹងបានហើយ